សូមជូនរឿងក្រុមបង្ក្រាបពួកចៅព្រៃកាលពីព្រេងនាយមានក្រុមចៅព្រៃមួយក្រុមមានគ្នាជាង10នាក់ពួកគេតែងតែដើរប្លន់អ្នកភូមិយកទ្រព្យសម្បត្តិប៉ុន្តែមិនបានសម្លាប់អ្នកភូមិនោះឡើយអ្នកភូមិមានក្តីភិតភ័យខ្លាចគ្រប់គ្នាទើបថ្ងៃមួយអ្នកភូមិទាំងអស់បានមកប្រជុំគ្នាដើម្បីរកវិធីកម្ចាត់ចៅព្រៃទាំងនោះលោកមេភូមិលោកមានឈ្មោះថាសួនលោកមេភូមិក៏បាននិយាយប្រកាសឡើងថាអ្នកភូមិទាំងឡាយពួកយើងត្រូវតែរកវិធីកម្ចាត់ពួកចៅនោះទៅបានបើមិនអញ្ចឹងទេយើងមិនអាចរស់នៅបានសុខសាន្តឡើយមិនថាអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាខ្ញុំក៏យល់ស្របដូច្នេះដែរលោកមេភូមិពួកយើងគួរតែរកគ្រូក្បាច់គុណឲ្យមកបង្ហាត់ក្រុមយុវជនយើងឲ្យមានជំនាញក្បាច់គុណទើបមានភាពខ្លាំងក្លាហើយនឹងអាចកម្ចាត់ពួកវាបានមែនគំនិតលបងសានល្អណាស់តើពួកយើងនឹងរកគ្រូក្បាច់គុណនៅឯណាតើមាននរណាស្គាល់ទេខ្ញុំស្គាល់គ្រូក្បាច់គុណម្នាក់គ្រូក្បាច់គុណនោះពិតជាអស្ចារ្យណាស់គាត់មានសមត្ថភាពខ្លាំងមែនព្រោះថាគាត់គឺជាអតីតទាហានជើងគោកនៅឯខេត្តតាកែវបើអញ្ចឹងស្អែកនេះខ្ញុំនឹងទៅអញ្ជើញគាត់ដោយផ្ទាល់ដើម្បីឲ្យគាត់មកជួយបង្ហាត់ក្រុមយុវជនយើងតែប៉ុណ្ណេះពួកយើងនឹងមានសង្ឃឹមកម្ចាត់ចៅព្រៃទាំងអស់នោះបានមិនខានឡើយស្អែកឡើងពូសួនជាមេភូមិនិងពូសានក៏បានធ្វើដំណើរទៅជួបគ្រូក្បាច់គុណដើម្បីសូមឲ្យគាត់មកជួយបង្ហាត់ក្បាច់គុណដល់អ្នកភូមិនិងយុវជនដទៃទៀតនៅផ្ទះគ្រូក្បាច់គុណសូមជម្រាបសួរលបងផាន់សូមជម្រាបសួរលបងផាន់លបងផាន់តើលបងសុខសប្បាយជាទេខានជួបលបងយូរហើយខ្ញុំសុខសប្បាយធម្មតាទេចុះប្អូនសានវិញយ៉ាងម៉េចដែរសុខសប្បាយទេហើយលោកខាងនេះជានរណាដែរបាទខ្ញុំសុខសប្បាយទេលបងគាត់នេះគឺជាមេភូមិក្រឡាញ់ណាលោកគ្រូបាទគឺជាមេភូមិទេអីមានកិច្ចការអ្វីដែរបានជាអ្នកទាំងអស់គ្នាមកដល់ទីនេះព្រោះថាកម្របានអ្នកទាំងអស់គ្នាទាំងមេភូមិមកកាន់ទីនេះដោយផ្ទាល់ណាស់មេភូមិក៏បានឆ្លើយថាគឺអញ្ចេះទេលោកគ្រូនៅក្នុងភូមិរបស់ខ្ញុំមានក្រុមចៅមួយក្រុមមានគ្នាជាង10នាក់ក្បាច់គុណពូកែណាស់ពួកវាតែងតែចេញប្លន់ទ្រព្យសម្បត្តិតាមភូមិអស់ច្រើនហើយពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ថ្មីត្បិតតែពួកវាមិនបានសម្លាប់ពួកយើងមែនប៉ុន្តែវាតែងតែប្លន់យកទ្រព្យសម្បត្តិធ្វើឲ្យពួកយើងមិនអាចរស់នៅបានសុខស្រួលឡើយសូមលោកគ្រូទៅជួយទៅបង្ហាត់យុវជនយើងឲ្យមានក្បាច់គុណពូកែផងទើបអាចកម្ចាត់វាបានសូមលោកគ្រូជួយផងណារឿងនេះខ្ញុំប្រកាសជានឹងជួយណាសូមកុំបារម្ភអីខ្ញុំក៏រៀងចាស់ណាស់ហើយដែរបើទុកចំណេះដឹងនេះចោលក៏វាគួរឲ្យស្ដាយនិងអត់ប្រយោជន៍ដែរខ្ញុំនឹងទទួលបង្ហាត់សាស្ត្រដើម្បីជាកម្លាំងកម្ចាត់ចោលនោះឲ្យបានអរគុណលោកគ្រូដែលបានព្រមមកជួយដល់ពួកយើងបន្ទាប់ពីបានពិភាក្សាគ្នារួចហើយនៅព្រឹកបន្ទាប់លោកគ្រូក្បាច់គុណពូសាននិងមេភូមិក៏បានធ្វើដំណើរមកកាន់ភូមិក្រឡាញ់វិញហើយមេភូមិក៏ប្រកាសប្រាប់អ្នកភូមិឲ្យបានដឹងថាអ្នកភូមិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមប្រកាសរឿងមួយពេលនេះយើងមានគ្រូបង្ហាត់ក្បាច់គុណហើយលោកនឹងជួយបង្ហាត់ក្បាច់គុណដល់យុវជននិងអ្នកភូមិណាដែលចង់ហាត់ក្បាច់គុណការពារខ្លួននិងត្រៀមកម្ចាត់ចោលព្រៃប្រសិនបើបងប្អូនកូនក្មួយណាដែលចង់ហាត់ក្បាច់គុណដើម្បីការពារខ្លួននិងកម្ចាត់ចោលព្រៃនោះសូមមកចុះឈ្មោះនៅថ្ងៃនេះចុះណាអ្នកភូមិស្រែកអរគ្រប់គ្នាអ្នកខ្លះក៏និយាយនឹងគ្នាថាពិតជាប្រសើរណាស់មែនហើយពិតជាប្រសើរមែនហើយមានគ្រូបង្ហាត់ក្បាច់គុណពិតមែនហើយពិតជាប្រសើរណាស់ខ្ញុំចុះឈ្មោះមួយដែរខ្ញុំក៏ចុះឈ្មោះដែរបន្ទាប់ពីការប្រកាសដំណឹងរួចហើយក៏មានអ្នកចុះឈ្មោះសរុបចំនួន20នាក់ថ្ងៃបន្ទាប់លោកគ្រូផាន់ក៏ចាប់ផ្ដើមបង្ហាត់សិស្សខ្លែងពីសិស្សម្នាក់មានឈ្មោះថាវិចិត្រគឺជាសិស្សដែលពូកែជាងគេរៀនក្បាច់គុណឆាប់ចេះចាំជាងគេហើយលោកគ្រូក្បាច់គុណក៏បានកោតសរសើរថាវិចិត្រក្មួយពូកែជាងគេក្នុងចំណោមសិស្សទាំងអស់
លោកគ្រូមានសុខភាពមិនសូវជាល្អជាទេដូច្នេះហើយលោកគ្រូបានផ្ទេរក្បាច់គុណទាំងអស់ឲ្យទៅពួកក្មួយហើយសង្ឃឹមថាក្មួយធ្វើជាមេក្រុមចោះនឹងជួយបង្ហាត់ពួកគេឲ្យបានគ្រប់ក្បាច់ផងនោះពួកគេនឹងមានសមត្ថភាពអាចកម្ចាត់ចោរព្រៃបានជាមិនខានណាក្មួយតើក្មួយអាចធ្វើជាមេក្រុមបានទេយល់ព្រមដែរឬទេបាទលោកគ្រូខ្ញុំយល់ព្រមខ្ញុំបដិញ្ញាចិត្តថានឹងជួយបង្ហាត់ពួកគេឲ្យមានសមត្ថភាពខ្លាំងស្មើគ្នាចូលរួមកម្ចាត់ពួកចោរព្រៃឲ្យបានអូពិតជាល្អណាស់ក្មួយប្រសើរណាស់លោកគ្រូក៏ត្រេកអរដែរដែលក្មួយមានចិត្តបែបនេះអញ្ចឹងលោកគ្រូសូមសម្រាកសិនហើយណាសុខភាពលោកគ្រូកាន់តែខ្សោយហើយបានលោកគ្រូសូមលោកគ្រូសម្រាកចុះថែទាំសុខភាពផងសូមជូនពរឲ្យលោកគ្រូបានឆាប់ជាសះស្បើយបាទអរនៅយប់មួយក្រុមចៅក៏បានមកដល់ភូមិជាលើកទី5ពួកគេក៏បានគម្រាមយកទ្រព្យសម្បត្តិរបស់អ្នកភូមិកុំយកមាសប្រាក់របស់ខ្ញុំអីខ្ញុំគ្មានមាសប្រាក់ច្រើនទេខ្ញុំមានតែប៉ុណ្ណឹងទេបើលោកយកទៅតែខ្ញុំបានអីរកស៊ីទៀតទៅយើងមិនខ្វល់ទេឆាប់ឲ្យមកយើងភ្លាមមកមិនចាំបាច់និយាយច្រើនទេពួកឯងឆាប់ប្រមូលទ្រព្យសម្បត្តិយកមកបានល្បងបន្ទាប់ពីប្រមូលទ្រព្យសម្បត្តិគ្រប់គ្រាន់ហើយពួកគេក៏បានធ្វើដំណើរត្រឡប់ទៅវិញនៅតាមដងផ្លូវពួកគេសប្បាយហូរយ៉ាងខ្លាំងខណៈពេលនោះស្រាប់តែក្រុមវិចិត្រចេញមកវិចិត្រក៏បាននិយាយថាយើអាពួកចៅចង្រៃពួកឯងសាងតែអំពើអាក្រក់ធ្វើឲ្យមានសេចក្តីក្តៅក្រហាយដល់អ្នកភូមិគ្រប់គ្នាថ្ងៃនេះយើងនឹងកម្ចាត់ពួកឯងហើយជាថ្ងៃអន្សាររបស់ពួកឯងហើយពេលឮវិចិត្រនិយាយដូច្នោះហើយមេចៅក៏បានសើចហើយនិយាយថាទោះជាពួកឯងមានគ្នាច្រើនជាងយើងយ៉ាងណាក៏មិនអាចធ្វើអីយើងបានដែរពួកអដែងឆាប់ចូលទៅប្រដៅពួកវាភ្លាមទៅចូលចូលវិចិត្រដឹកនាំក្រុមហើយក៏បានចូលទៅប្រយុទ្ធជាមួយនឹងក្រុមចៅបងប្អូនឆាប់ចូលទៅហើយប្រុងប្រយ័ត្នផងណាក្រុមវិចិត្រក៏បានប្រយុទ្ធជាមួយនឹងក្រុមចៅអស់រយៈពេលប្រហែលជា2យាមក្រុមចៅមានការងឿងឆ្ងល់ខ្លាំងណាស់ហើយក៏លន់មាត់ថាអីអើយពួកវាអីក៏ខ្លាំងផ្លែវើយខាតជុកវាបានថ្ងៃសោះវាពិតជាខ្លាំងមែនមែនហើយពិតជាខ្លាំងមែនយើងមិនអាចយកឈ្នះវាបានទេនៅទីបំផុតក្រុមវិចិត្រក៏បានយកឈ្នះក្រុមចៅហើយក៏បានចាប់ចងពួកគេបណ្ដាទៅឲ្យមេភូមិកាត់ក្តីមេភូមិក៏បានកាត់ក្តីឲ្យក្រុមចៅជាប់គុករយៈពេល10ឆ្នាំអ្នកភូមិទាំងឡាយមានសេចក្តីត្រេកអរគ្រប់គ្នានៅពេលដែលក្រុមចៅត្រូវបានផ្ដន្ទាទោស5ឆ្នាំក្រោយមកក៏មានក្រុមចៅខ្លះធ្លាក់ខ្លួនឈឺនិងស្លាប់ខ្លះហើយខ្លះទៀតក៏បានកែខ្លួនឈប់ធ្វើជាចៅប្រកបរបររកស៊ីធ្វើស្រែចម្ការវិញនៅក្នុងភូមិក៏ពោពេញទៅដោយសេចក្តីសុខសាន្តតរៀងទៅចប់ដោយបរិបូរណ៍ចូលធ្វើអំពើល្អដើម្បីសេចក្តីសុខគ្រប់គ្នាសូមអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនានៅវីដេអូសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ